អ្នកទាំងអស់គ្នាមើលមុខ caster ទាំង4រូបនេះហើយទៅអ្នកទាំងអស់គ្នា caster ទាំង4រូបនេះហើយដែល prediction ឲ្យក្រុម Pro Esport ដែលតំណាងឲ្យកម្ពុជារបស់យើងធ្លាក់ចេញពីការប្រកួត MSC ដែលជាការប្រកួតពានរង្វាន់ដ៏ធំបំផុតរបស់ Game Mobile Legends កាលពីម្សិលមិញមុននឹងថ្ងៃប្រកួតមកដល់ខ្ញុំឃើញ prediction របស់ caster ទាំង4រូបនេះហើយខ្ញុំមានអារម្មណ៍ថាក្តៅឆេវតែម្ដងអ្នកទាំងអស់គ្នាខ្ញុំគុំថាបើថ្ងៃនេះ Pro Esport វាយក្រុម Selangor Red Giant ខ្ញុំនឹងចេញវីដេអូនេះហើយឥឡូវនេះគឺបានដូចចិត្តមែនបងប្អូនខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលក្រុម Pro Esport អាចយកជ័យជំនះទៅលើក្រុម Selangor Red Giant បានអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលតាមដានវិស័យ e-sport ឬក៏តាមដានទៅលើ Game Mobile Legends ប្រកាសជាស្គាល់ហើយថាក្រុម Selangor Red Giant គឺជាក្រុមមួយដែលមាន mentality ខ្លាំងហើយការលេងរបស់គេក៏ល្អដែរអីដែលសំខាន់ក្រុមមួយនេះនៅពេលដែលប៉ះជាមួយនឹងក្រុមរបស់ប្រទេសកម្ពុជារបស់យើងមិនថា CU Soon មិនថា CFU មិនថាក្រុមដទៃទេគឺគេតែងតែយកឈ្នះក្រុមកម្ពុជាយើងជានិច្ចអ្នកទាំងអស់គ្នាយ៉ាងច្រើនណាស់យើងឈ្នះគេបានតែមួយហ្គេមមុនទេហើយពីរហ្គេមក្រោយគឺគេយកហើយប៉ុន្តែនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយដែល Pro Esport យកជ័យជំនះមកឲ្យអ្នកគាំទ្រដូចជារូបខ្ញុំនេះសប្បាយចិត្តខ្លាំងមែនទែនអ្នកទាំងអស់គ្នាខ្ញុំជឿថាមិនមែនមានតែខ្ញុំទេសម្រាប់អ្នកដែលចូលចិត្តនិងស្រឡាញ់កីឡា e-sport Mobile Legends ប្រកាសជាសប្បាយចិត្តខ្លាំងមែនទែនអីដែលសំខាន់បំផុតនៅក្នុងជ័យជំនះមួយនេះគឺ Pro Esport របស់យើងនឹងមានឱកាសឡើងទៅកាន់វគ្គ Knockout Stage អាចនិយាយបានថាវាងាយស្រួលដែរដោយសារក្រុមដែលយើងត្រៀមនឹងប៉ះនៅប្រកួតក្រោយគឺប៉ះជាមួយនឹងក្រុមដែលមិនសូវជាខ្លាំងទេហើយអីដែល surprise មួយទៀតដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះគឺរវាងក្រុម Selangor Red Giant Onyx ជាមួយនឹង Team Liquid នឹងមានមួយក្រុមត្រូវចុះចេញពីការប្រកួត MSC គឺមិនទាន់ទៅដល់វគ្គ Knockout Stage នោះទេនេះហើយគឺជាអ្វីដែលខ្ញុំរំភើបចិត្តខ្លាំងបំផុតហើយជ័យជំនះរបស់ Pro Esport មួយនេះដែលមិនមែនបានមកពីម្នាក់ណានោះទេប៉ុន្តែគឺបានមកពីការសាមគ្គីទាំងមូលតែម្ដងរវាងខូចនិងកីឡាករទាំងអស់របស់ Pro Esport ហើយយើងមកស្ដាប់សម្ដីរបស់សារដែលគាត់និយាយទៅកាន់ក្រុមដទៃបន្តិចមើលថាគាត់និយាយអីគេសម្រាប់អ្នកធីមផ្សេងកុំមើលរំលងពួកយើងយើងក៏ខ្លាំងដែរ To other teams, don't overlook us. We're strong as well. Thank you very much, Sa. Congratulations to you and Pro. Thank you very much, our wonderful translator. There's a lot still to look at post this game. Let's have the panel all break it down. Game number 3. What an insane game to kick off day number 2 here. Cambodia finally gets the win. Obviously, both sides are tough competitors, but by God, do they produce some of the best junglers we see in the internationals. There's no way to be disappointed with that game. I think even SRG knows. It's like, guys, Hirara. សម្រាប់កីឡាកររបស់ Pro Esport ក៏ដូចជា coach និង founder គាត់ពិតជាសប្បាយចិត្តមិនស្ទើរទេហើយខ្ញុំអ្នកគាំទ្រនេះក៏សប្បាយចិត្តខ្លាំងដែរដែល Pro Esport បានធ្វើរឿងមួយគឺបំបែកកំណត់ត្រាយកឈ្នះទៅលើក្រុម Selangor Red Giant ហើយអីដែលសំខាន់ខ្ញុំសង្ឃឹមថា Pro Esport អាចនឹងយកជ័យជំនះបន្ថែមទៀតឬក៏បំបែកកំណត់ត្រាធំមកជូនប្រទេសកម្ពុជាឬក៏មកជូនអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ដែលចូលចិត្តលើវិស័យ e-sport ឬក៏ Game Mobile Legends មួយនេះផងដែរ